រឿងមាយាសត្រីកាលពីព្រៃនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើឲ្យប្តីស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ដើរចូលទៅពួនក្រោយខ្នងអ្នកតាលោកស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបន់អ្នកតាថាលោកតាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាត់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នេះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាបើនាងមានសហាយហើយបើចង់ឲ្យកាត់ប្តីនឹងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនឹងឯងស៊ីទៅវាស្លាប់ហើយនាងនោះឮដូច្នេះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រឡប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសួរថាអូនអើយបានអីស៊ីបាយនាងនោះឆ្លើយថាខ្ញុំបានមេនឹងពងមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លោកបាយព្រមទាំងមេនឹងពងមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងរហឺនាងនោះអន់ណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឬធ្ងរឯប្តីក៏ធ្វើជាដេកទៅនាងនោះគិតស្មានថាប្តីស្លាប់ក៏បានទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថាអូនបងរងាណាស់ឯប្រុសសហាយឃើញប្តីនាងនោះក្រោកឡើងអង្គុយដូច្នេះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសងំចាំប្តីនឹងដេកខ្លួននឹងចេញពីពាងទៅដេកនឹងនាងនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថាអូនអើយបងរងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាស្លាប់នាងនោះឮថាចង់ស្លាប់ដូច្នេះអន់ណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រាដូច្នេះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបានក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយផ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងរហឺទៀតនាងនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដូចគេដកចេញពីពាងមកក៏អោនសឹកថាថ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងក់ដដែលនាងនោះយកដៃទៅចាប់ច្រមុជទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលហើយបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកព្រហឹមឡើងនាងនោះពុំដឹងបើគិតដូចដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវប្រែយកមកហាលជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយក៏គ្នាថាយើងនេះមានណាស់តើយប់នេះយើងចូលទៅលួចវាឲ្យបានកំខានសប្ថ្ងៃយើងស្មានវាក្រនាងនោះក៏ហាលសម្ពុតហូលអាវប្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរត់រូតពាងខ្មោច
ចូលលួចមកផ្សែងយកទៅឯចៅទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពីមួយចំមាត់ជាប់បាក់ពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពាងនេះហើយបើដូច្នេះត្រូវយើងសែងពាងនេះហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាវលុកមើលចៅមួយលុកដៃទៅត្រូវសក់ថាណែវើយសោតដកដៃចេញអាមួយទៀតលុកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាណែវើយខ្មោចទេអាមួយទៀតមិនជឿលុកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតនាងនោះបញ្ឆោតឲ្យសែងខ្មោចចោលឲ្យបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលនាងនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវនាំគ្នាយើងចោមរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយនាងនោះចុះទៅកំពង់រកទិញអីវ៉ាន់បិទមានសំពៅទើបនឹងមកដល់ទីស្រុកក្រៅនាងនោះដើរដល់ពាក់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលនាងបញ្ឆោតនោះនាងនោះឆ្លើយថាហើយបើអ្នកវាយខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទារប្រាក់បានចែកគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទារប្រាក់ដូច្នេះក៏ចូលចិត្តបបួលគ្នាទៅជាមួយនាងនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំចោះបើកាលណាឃើញខ្ញុំបោះដៃនោះអ្នកចាំនាំគ្នាចុះទៅបានប្រាក់ហើយនាងនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចៅទាំង4នាក់វាថាចៅនេះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះណោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លុកថ្លៃប៉ុណ្ណានាងនោះថាម្នាក់ថ្លៃ2ណែននាយសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃឲ្យចៅទាំង4នាក់នោះចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់នាងនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយនាងនោះដើរវិលមកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងតែដេកលើមែកឈើនៅប្រុសផ្លូវនោះឯចៅទាំង4នាក់លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាយកនាងនេះហៅពេញជាអ្នកប្រាជ្ញវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាត់ច្រវាក់ដាច់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើមែកឈើធំដែរនាងនោះដេកចៅ3នាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើចុងឈើអាចៅនោះថាហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចោះបើរួចនាងនោះលើកប្រាក់បង្ហាញហើយឲ្យសុខថាហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកប្រាក់នេះនឹងយកគ្នាជាប្តីប្រពន្ធអាចៅឮដូច្នេះក៏មិនស្ដីខឹងចូលទៅចិត្តលុកដៃអោបគៀកនាងនោះហើយថាបើអូនឯងហៅប្រាជ្ញធំបញ្ឆោតខ្ញុំ2-3ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើងនិយាយហើយក៏អោបតាមចិត្តមេត្រីនាងនោះពុំ
បំរាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយអាចោលនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចនាងនោះថាបងស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទៅនាងនោះលៀនអណ្ដាតហើយអោនទៅរកចោលនោះឯអាចោលលិតអណ្ដាតនាងនោះហើយលៀនអណ្ដាតឲ្យនាងនោះលិតវិញនាងនោះខាងអណ្ដាតអាចោលនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែលលល់ឯចោលទាំងបីគិតស្មានថានេះសំពៅចោលចាប់ក៏លោតពីលើមេឃឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នេះសំពៅដេញហើយអាចោលដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថានាងនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នេះនិយាយមិនច្បាស់ឮតែលលល់គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនឯនាងនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីទៅរកស៊ីជាមួយគ្នានឹងប្តីជារៀងរហូតសុខសាន្តសប្បាយតទៅ